So hello guys, so today I'm gonna talk about the some like it's kind of overall topic. It's about the student grade 12 that គាត់ទៅនឹងប្រឡងមកដល់ចប់ so អឺបងមាននិយាយច្រើនទេបងគ្រាន់តែជាការចង់ជាការចែកម្លែកមួយឡុងពេលនេះគឺជាឡុងពេលដែលអូនប្រឡងចប់ហើយ so រឿងដែលយើងធ្វើបានល្អរឿងដែលយើងធ្វើអត់បានល្អអីយើងកុំគិតណាហើយមួយទៀតពេលដែលយើងប្រឡងហើយអញ្ចឹងគឺយើងអាចថាសម្រាប់មួយថ្ងៃពីរថ្ងៃដើម្បី relax ឬក៏ជប់លៀងជាមួយមិត្តភ័ក្តិទៅហើយបន្ទាប់ពីធ្វើការជប់លៀងហើយយើងចាប់ផ្ដើមរក scholarship ព្រោះមួយរយៈនេះបងឃើញគេផុសទៅជាមួយនឹង scholarship សម្រាប់ឆ្នាំសិក្សាថ្មីផងដែរអញ្ចឹងបើសិនជាអ្នកនៅសៀមរាបអាចមាន JVOC ឬមានអីអញ្ចឹងទៅអាចស្វែងរកទៅជាមួយនឹង scholarship សម្រាប់អ្នកដែលគាត់មានលទ្ធភាពហើយមួយវិញទៀតស្វែងរកឱកាសការងារឬមួយក៏អាចថាស្វែងរកជា volunteer ឬក៏ការងារឬមួយក៏ស្វែងរកសាកលវិទ្យាល័យឬក៏រៀនត្រៀមសម្រាប់អ្នកដែលគាត់ចង់ប្រឡងពេទ្យប្រឡងអីចឹងទៅកុំទុកឱកាសពេលវេលាហ្នឹងឲ្យឆ្លាស់ពេលវេលាចោលអ្នកនរគ្នាបងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តនិងអ្នកនរគ្នាបានប្រឡងហើយមួយទៀតអញ្ចឹងឡងពេលហ្នឹងគឺយើងត្រូវតែថែរក្សាសុខភាពឲ្យបានល្អកុំទោះបីជាយើងធ្វើបានល្អឬយើងធ្វើអត់បានល្អក៏អូខេយើង that's gone វាបានផុតហើយវាបានកន្លងផុតហើយអញ្ចឹងអីដែលយើងគួរផ្ដោតបើសិនជាអ្នកដែលគាត់ចង់ឡើងមកភ្នំពេញគាត់ចង់ឡើងមកគឺឡើងមកដើម្បីមករកសាកលវិទ្យាល័យឬមួយក៏មកស្វែងយល់ពីសាកលវិទ្យាល័យដែលយើងចង់រៀនហើយបើសិនជាអ្នកដែលគាត់ដាក់ scholarship ឬមួយក៏ដាក់អាហារូបករណ៍ទៅស្រុកក្រៅអីអញ្ចឹងយើងគួរតែស្វែងយល់ឬក៏ស្រាវជ្រាវឲ្យបានច្រើនហើយសម្រាប់អ្នកដែលគាត់អត់ដឹងថាគាត់ចង់រៀនអីឬមួយក៏គាត់ដឹងថាអូរៀនទី12ចប់ហើយប្រឡងចប់ហើយយើងអត់ដឹងថារៀនអីនឹងមួយយើងរងចាំ result ថតអញ្ចឹងម្លងពេលដែលយើងរងចាំហ្នឹងយើងក៏អាចស្វែងយល់ពីខ្លួនឯងដែរថាយើងចង់រៀនអីយើងចង់រៀនអីអញ្ចឹងយើងអាច research ក្នុង YouTube ឬក៏ research នៅក្នុង Google បានថាមុខវិជ្ជាអីដែលយើងក៏ចូលចិត្តហើយមុខវិជ្ជាអីដែលសមយើងបើសិនជាឥឡូវនេះយើងអាចសួរទៅជាមួយនឹង AI បានទៅជាមួយនឹងអីដែលយើងឆ្ងល់ទៅជាមួយនឹងជំនាញឥឡូវដែលគេចង់រៀនឬក៏ពេញនិយមរៀនអីអញ្ចឹងហើយសម្រាប់អ្នកដែលគាត់គាត់ខ្លាចរៀនទៅខុសឬក៏គាត់អត់ដឹងថាខ្ញុំគួរតែរៀន major អីខ្ញុំគួរតែរៀន major អីបងគាត់ថារៀនតាមអីដែលយើងចង់រៀននៅយើងកុំទៅខ្វល់ហើយកុំរៀនតាមគ្នាអ្នកគ្នាកុំមិត្តភ័ក្តិទៅរៀន major នេះយើងទៅរៀន major នឹងដែរកុំរៀនជំនាញនេះគេរៀនជំនាញនេះយើងទៅរៀនជំនាញនេះដែរតែយកស្រឡាញ់ណាកុំអញ្ចឹងណាកុំណាចឹងយើងត្រូវរៀនអីដែលយើងចូលចិត្តស្រឡាញ់ហើយបើសិនជាអ្នកដែលគាត់អត់ដឹងខ្លួនឯងស្រឡាញ់អីទេយើងស្វែងយល់ពីខ្លួនឯងសិនថាខ្លួនឯងចូលចិត្តអីរៀនអីអញ្ចឹងទៅយើងសាកសិនទៅអូខេ that's all bye bye